ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះចិន្ទ្រាសិទ្ធមកពីក្រុម SU8 ហើយនៅក្នុងវីដេអូនេះដែរខ្ញុំធ្វើការបកស្រាយអំពីប្រធានបទមួយដែលនិយាយអំពីក្រមសីលធម៌របស់ hacker ចឹងជាដំបូងយើងសូមបង្ហាញអំពីតើអ្វីទៅជាក្រុមអ្នក hacker ចឹងក្រុមអ្នក hacker គឺមានពីរប្រភេទដែលទី1ដែលគេហៅថាក្រុម white hat ដែលជាក្រុមដែល hacker ដែលមានក្រមសីលធម៌ពួកគេធ្វើការការពារនិងជួយទៅដល់អ្នកដែលរងគ្រោះអំពីការវាយប្រហាររបស់ជនខិលខូចណាម្នាក់ដែលគេធ្វើការវាយប្រហារទៅលើបុគ្គលម្នាក់ហ្នឹងពួកគាត់មានតួនាទីក្នុងការការពារនិងជួយសង្គ្រោះហើយក្រុមមួយទៀតដែលគេហៅថា black hat hacker ពួកគេគឺធ្វើការវាយប្រហារនិងធ្វើការលួចទិន្នន័យរបស់បុគ្គលឬក៏ក្រុមហ៊ុនណាមួយដែលដើម្បីជាផលប្រយោជន៍របស់ពួកគេអញ្ចឹងខ្ញុំសូមបកស្រាយអំពីក្រុម hacker white hat ដែលពួកគេជាក្រុម hacker ដែលមានក្រមសីលធម៌ជាចំណុចបន្ទាប់ចូលទៅកាន់ចំណុច4សំខាន់ដែលក្រុម white hat ធ្វើការគោរពនៅក្រមសីលធម៌ទាំង4នោះមានដូចជាចំណុចទី1គឺការសុំការអនុញ្ញាតច្បាប់មុននឹងធ្វើការការពារឬក៏ធ្វើការវាយប្រហារបកទៅវិញទៅលើបុគ្គលឬក៏ក្រុមហ៊ុនដែលជួលពួកគាត់ទៅការពារឲ្យពួកគេចឹងមុននឹងចាប់ផ្ដើមការងារពួកគាត់ត្រូវតែមានលិខិតអនុញ្ញាតជាផ្លូវការដែលបានបញ្ជាក់អំពីវិសាលភាពនៃការធ្វើតេស្តឲ្យបានច្បាស់លាស់បំផុតដោយធ្វើការគ្មានដោយមិនធ្វើការដោយគ្មានការអនុញ្ញាតនោះទេគឺស្មើនឹងបទឧក្រិដ្ឋហើយអញ្ចឹងពួកគាត់ត្រូវការសុំការអនុញ្ញាតច្បាប់ពីបុគ្គលឬក៏ក្រុមហ៊ុននោះជាមុនសិនមុននឹងធ្វើការការពារឬក៏ធ្វើការវាយប្រហារទៅលើកម្មវិធីឬក៏ website របស់ពួកគេហើយចំណុចទី2គឺការរក្សានៅការសម្ងាត់របស់អតិថិជនឬក៏ក្រុមហ៊ុននៅពេលដែលពួកគេធ្វើការវាយប្រហារឬក៏ធ្វើការ testing ទៅលើ app ឬក៏ website ទាំងអស់នោះពួកគេប្រកាសជាអាចរកឃើញនៅព័ត៌មានឬក៏ទិន្នន័យសំខាន់របស់ក្រុមហ៊ុនឬក៏បុគ្គលអញ្ចឹងពួកគាត់ត្រូវតែរក្សាការសម្ងាត់ដោយមិនលាតត្រដាងឬក៏បង្ហាញព័ត៌មានទាំងអស់នោះទៅកាន់ទីសាធារណៈដែលជាផលប្រយោជន៍របស់គាត់ផ្ទាល់ខ្លួននោះទេគាត់ត្រូវការរក្សាការសម្ងាត់ទៅឲ្យបុគ្គលឬក៏ក្រុមហ៊ុននោះហើយចំណុចទី3គឺការធ្វើរបាយការណ៍និងផ្ដល់ដំណោះស្រាយទៅកាន់អតិថិជនឬក៏ក្រុមហ៊ុនដែលបានជួលពួកគាត់មកនោះហើយពួកគាត់ធ្វើការវាយប្រហារឬក៏ធ្វើការ testing នៅ application ហ្នឹងគាត់រកឃើញនៅកំហុសឬក៏ភាពងាយរងគ្រោះណាមួយចុះពួកគាត់ត្រូវធ្វើរបាយការណ៍និងផ្ដល់នៅដំណោះស្រាយណាមួយទៅកាន់អតិថិជនឬក៏ក្រុមហ៊ុននោះដើម្បីធ្វើការការពារនិងជួសជុលវាឡើងវិញដោយមិនលាក់បាំងឬក៏គិតផលប្រយោជន៍ផ្ទាល់ខ្លួនឡើយចឹងគាត់ត្រូវការផ្ដល់នៅព័ត៌មានជាក់ស្ដែងទៅកាន់ពួកគេហើយចំណុចទី4គឺការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេចាំពួកគេត្រូវធ្វើការធានាថានៅពេលដែលពួកគាត់ធ្វើការវាយប្រហារឬក៏ធ្វើការ testing នឹងទៅគឺមិនធ្វើការប៉ះពាល់ទៅដល់ទិន្នន័យឬក៏បំផ្លាញទិន្នន័យរបស់ពួកគេនោះទេចឹងពួកគេត្រូវតែការពារមិនមែនជាអ្នកបង្កបញ្ហាធំទៅឬក៏លួចទិន្នន័យរបស់អតិថិជនដើម្បីធ្វើជាផលប្រយោជន៍នោះទេអញ្ចឹងដូច្នេះជាចំណុចចុងក្រោយគឺពួក hacker ដែលមានឈ្មោះថា white hat ពួកគេគឺជា hacker ដែលមានក្រមសីលធម៌ពួកគេធ្វើការការពារនិងជួយសង្គ្រោះដល់ជនដែលងាយរងគ្រោះអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណលោកគ្រូជំរាបលា